ជំងឺទឹកនោមផ្អែមនិងលើសសម្ពាធឈាមនិយមន័យលើសសម្ពាធឈាមគឺជាលក្ខខណ្ឌមួយដែលតែងកើតមានញឹកញាប់លើអ្នកជំងឺទឹកនោមផ្អែមប្រភេទ2ជាការពិតគ្មានអំណាងណាមួយដែលអាចបញ្ជាក់ថាជំងឺនេះមានទំនាក់ទំនងយ៉ាងណាជាមួយគ្នាហើយកើតតាំងពីពេលណាមួយនោះឡើយការលើសខ្លាញ់លើសជាតិស្ករនិងលើសសម្ពាធឈាមហាក់ដូចជាលេចឡើងទន្ទឹមគ្នាប៉ុន្តែគេមិនអាចបែងចែកបានថាមួយណាលេចចេញមុនបានទេវាត្រូវបានជឿថាភាពធាត់ហួសរបបអាហារសម្បូរជាតិខ្លាញ់ហូបប្រៃបារីស្រាហើយនឹងការរស់នៅអសកម្មភាពសុទ្ធតែរួមចំណែកដល់ការកើតជំងឺទាំងពីរខាងលើសប្តាហ៍ថ្ងៃអ្នកជំងឺប្រភេទនេះត្រូវបានជួបជាញឹកញាប់និងមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំប្រហែល 40% រហូតទៅដល់ឆ្នាំ2040ដែលស្របទៅនឹងការលូតលាស់នៃសង្គមនិងសេដ្ឋកិច្ចមូលហេតុនិងកត្តាជំរុញអ្នកជំងឺអាចនឹងមានហានិភ័យខ្លាំងក្នុងការកើតជំងឺទឹកនោមផ្អែមរួមជាមួយនឹងជំងឺលើសសម្ពាធឈាមដោយសារកត្តាដំណពូជកត្តាជនជាតិកត្តាអាយុលើសពី45ឆ្នាំចូលចិត្តបរិភោគអាហារប្រៃឬផ្អែមមិនទម្លាប់ហាត់ប្រាណលើសទម្ងន់ឬធាត់ហួសមានប្រវត្តិជក់បារីផឹកស្រាច្រើនក្រៅពីនេះក៏នៅមានកត្តាជំរុញផ្សេងទៀតដូចជាការប្រើប្រាស់ថ្នាំពិសេសថ្នាំប្រឆាំងការរលាកពពួកកតទីខ្វៃគឺដូចជា prednisolone dexamethasone ជាដើមនិងជំងឺក្រពេញអរម៉ូនមួយចំនួនរោគសញ្ញាដោយហេតុថាភាគច្រើននៃអ្នកជំងឺលើសសម្ពាធឈាមមិនមានលេចចេញនៅរោគសញ្ញាគួរឲ្យកត់សម្គាល់ឡើយលុះត្រាតែអ្នកជំងឺបានវាស់សម្ពាធឈាមជាធម្មតារាល់ពេលទៅជួបគ្រូពេទ្យទោះជាយ៉ាងណាក៏ដោយអ្នកជំងឺមួយចំនួនដែលមានជំងឺទាំងពីរខាងលើអាចស្ដែងចេញនៅរោគសញ្ញាផ្សេងៗគ្នាក្នុងចំណោមសញ្ញាខាងក្រោមដូចជាវិលមុខស្រវាំងភ្នែកអស់កម្លាំងល្ហិតល្ហៃស្រេកទឹកផឹកទឹកច្រើនខុសធម្មតានោមច្រើនក្រហាយចុងដៃជើងហើយអាចស្ពឹកឈឺក្បាលរយកញ័រទ្រូងនិងណែនទ្រូងការធ្វើរោគវិនិច្ឆ័យជាដំបូងការធ្វើរោគវិនិច្ឆ័យគឺត្រូវពឹងទៅលើរោគសញ្ញានិងកំណត់ត្រារបស់គិលានុបដ្ឋាកដែលមានដូចជាការវាស់សម្ពាធឈាមជីពចរនិងជាតិស្ករបន្ថែមពីនេះអ្នកជំងឺត្រូវឲ្យបូមឈាមជាមូលដ្ឋានដើម្បីធ្វើការត្រួតពិនិត្យលើមុខងារតម្រង់នោមដូចជា urea creatinine electrolyte ក្នុងគោលបំណងតាមដានផលប៉ះពាល់ទៅលើតម្រង់នោមនិងត្រួតពិនិត្យកម្រិតជាតិខ្លាញ់ total cholesterol triglyceride LDL HDL ដើម្បីគណនាហានិភ័យលើសរសៃឈាមបេះដូងក្រៅពីនេះអ្នកជំងឺត្រូវត្រួតពិនិត្យលើមុខងារថ្លើម transaminase ធ្វើកំហាប់ស្ករ HbA1c អាចធ្វើតេស្តមុខងារក្រពេញទីរ៉ូអ៊ីត TSH ពិនិត្យទឹកនោមដើម្បីមើលថាមានប្រូតេអ៊ីន proteinuria និងជាតិឈាមនៅក្នុងទឹកនោម hematuria សូមបញ្ជាក់ម្ដងទៀតក្រៅពីនេះអ្នកជំងឺត្រូវត្រួតពិនិត្យលើមុខងារថ្លើមធ្វើកំហាប់ស្ករអាចធ្វើតេស្តមុខងារក្រពេញទីរ៉ូអ៊ីតពិនិត្យទឹកនោមដើម្បីមើលថាមានប្រូតេអ៊ីនហើយនិងជាតិឈាមនៅក្នុងទឹកនោមឬទេនិងវាស់ចង្វាក់បេះដូងផងដែរដើម្បីមើលថាមានបេះដូងរីកខាងឆ្វេងឬក៏ដើរខុសចង្វាក់សញ្ញាស្ទះសរសៃឈាមបេះដូងហើយនឹងឡើងជាតិប៉ូតាស្យូមការព្យាបាលក្រៅពីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវអ្នកជំងឺត្រូវប្រើប្រាស់ឱសថរួមគ្នាតាមវេជ្ជបញ្ជាឱសថសមស្របចំពោះអ្នកជំងឺលើសសម្ពាធឈាមនិងទឹកនោមផ្អែមជាជម្រើសទី1គឺ ACEI enalapril lisinopril perindopril ឬក៏ ARBI losartan irbesartan telmisartan ត្រូវបានប្រើដើម្បីការពារឬពន្យាការវិវត្តនៃជំងឺតម្រង់នោមហើយអាចប្រើជាមួយនឹងឱសថផ្សេងទៀតដូចជា calcium channel blocker ដូចជា amlodipine nifedipine nicardipine beta blocker ដូចជា atenolol bisoprolol carvedilol
មេតូប្រូឡុលជាដើមនិងពពួកថ្នាំបញ្ចុះទឹកនោម thiacid diuretic ដូចជា indapamide hydrochlorothiazide នៅក្នុងពេលជាមួយគ្នាអ្នកជំងឺត្រូវប្រើប្រាស់រួមជាមួយឱសថព្យាបាលជំងឺទឹកនោមផ្អែមលើសខ្លាញ់ទៅតាមគោលការណ៍ណែនាំផលវិបាកការសិក្សាបង្ហាញថាអ្នកជំងឺដែលមានទាំងជំងឺទឹកនោមផ្អែមនិងជំងឺលើសសម្ពាធឈាមអាចនឹងមានផលវិបាកទ្វេដងលើសរីរាង្គសំខាន់ចំនួន4ដូចជាប៉ះពាល់ដល់បេះដូងដែលអាចឲ្យគាំងបេះដូងប៉ះពាល់លើសរសៃឈាមខួរក្បាល stroke អាចឲ្យអ្នកជំងឺស្លាប់មួយចំហៀងខ្លួនជំងឺឆាប់ភ្លេចភ្លាំងគឺដូចជា Alzheimer's disease ហើយនិង dementia ប៉ះពាល់លើតម្រងនោម nephropathy ធ្វើឲ្យហើមជើងទឹកចូលសួតស្លេកស្លាំងអាចនឹងលាងឈាមប៉ះពាល់ដល់បាត់ភ្នែក retinopathy ធ្វើឲ្យបែកសរសៃឈាមឬហើមបាត់ភ្នែកនិងអាចឲ្យខ្វាក់ភ្នែកបានការការពារដើម្បីការពារខ្លួនពីការកើតឡើងរួមគ្នានៃជំងឺទាំងពីរនេះត្រូវជៀសវាងនៅកត្តាហានិភ័យដែលបានរៀបរាប់ខាងលើនិងធ្វើតាមការណែនាំដូចខាងក្រោមគ្រប់គ្រងជាតិស្ករឬសម្ពាធឈាមនិងជាតិខ្លាញ់ឲ្យបានល្អតាមរយៈការពិសាថ្នាំនិងមកតាមការណាត់ឲ្យបានទៀងទាត់កាត់បន្ថយការញ៉ាំប្រៃអំបិលពី3ទៅ4ក្រាមក្នុងមួយថ្ងៃព្យាយាមកុំបន្ថែមទឹកត្រីទឹកស៊ីអ៊ីវអំបិលឬទឹកជ្រលក់កាត់បន្ថយជាតិផ្អែមនិងសាច់ឬទឹកដោះគោដែលមានជាតិខ្លាញ់ច្រើនបញ្ឈប់ការជក់បារីបន្ថយការញ៉ាំស្រាបុរសអាចផឹកស្រាបាន2កែវខ្នាតក្នុងមួយថ្ងៃគឺប្រហែលជា2កំប៉ុងស្រាបៀរធម្មតាឬ100មីលីលីត្រស្រាទំពាំងបាយជូររីឯស្ត្រីអាចផឹកបាន1កែវគេងឲ្យបានគ្រប់គ្រាន់ពី7ទៅ8ម៉ោងក្នុងមួយថ្ងៃញ៉ាំអាហារដើម្បីសុខភាពល្អដូចជាបន្លែបៃតងផ្លែឈើដែលសម្បូរជាតិប៉ូតាស្យូមហាត់ប្រាណឲ្យបានទៀងទាត់តាមការណែនាំរបស់សមាគមទឹកនោមផ្អែមអាមេរិកដែលហៅកាត់ថា ADA ដែលអ្នកជំងឺគួរហាត់ប្រាណឲ្យបានយ៉ាងហោចណាស់150នាទីក្នុងមួយសប្តាហ៍បើជាការដើរគួរដើរឲ្យលឿននិងខ្លាំងតាមដែលអាចធ្វើបានការហាត់ប្រាណជួយបន្ថយសម្ពាធឈាមជាតិស្ករខ្លាញ់អាចពង្រីកសាច់ដុំបេះដូងនិងបន្ថយភាពរឹងនៃសរសៃឈាមអ័ក្សរដែលកើតឡើងលើមនុស្សវ័យចំណាស់គ្រប់គ្រងទម្ងន់រាងកាយឲ្យបានល្អកុំរំលងអាហារពេលព្រឹកទោះបីជាគ្មានរោគសញ្ញាណាមួយស្ដែងចេញក៏ដោយប្រសិនបើជាមនុស្សចាស់មានអាយុលើសពី40ឆ្នាំចាំបាច់ត្រូវតាមដានសុខភាពជាប្រចាំផ្ទាល់ខ្លួនម្នាក់យ៉ាងតិច1ដងក្នុងមួយឆ្នាំយោងទៅតាមក្រុមកិច្ចការបង្ការរបស់សហរដ្ឋអាមេរិកឆ្នាំ2015 USPSTF ករណីកំពុងប្រឈមនឹងជំងឺទាំងនេះត្រូវប្រឹក្សាជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ដើម្បីមើលផលប៉ះពាល់នៃសរីរាង្គផ្សេងធ្វើការគ្រប់គ្រងនិងស្ដារស្ថានភាពនៃជំងឺឲ្យបានប្រសើរប្រកបដោយប្រសិទ្ធភាពចាអត្ថបទនេះគឺបកស្រាយដោយលោកវេជ្ជបណ្ឌិតនៅគឹមសាន